គុណដល់អាយដាមជំទាវលោកស្រីបងប្អូនដែលបានចូលរួមថ្ងៃនេះពួកយើងនឹងបន្តការបញ្ចុះតម្លៃ 50% លើសេវាកម្មប្រឹក្សាយោបល់និងការរៀបចំផែនការចាប់ពីថ្ងៃនេះទៅរហូតដល់ខែរាជការខែក្រោយហើយបើជាទីបញ្ចប់ខ្ញុំបាទសូមថ្លែងអំណរគុណបានដល់ព័ត៌មានរបស់ប្រធាននៃអាយដាមសំរាប់តាអនុវត្តការក្រសួងទូតកីឡាសូមថ្លែងអំណរគុណដល់អាយដាម Christian Roses ហើយដែលទទួលតែងតាំងថ្មីរបស់ប្រទេសកាណាដាប្រចាំទីចាក់កម្ពុជាវិក្កាមកិត្តិយសរបស់យើងមានលោកចាំថាមានលោកប្រសិទ្ធវិធីបាទហៅរងរីឆាតបាទហើយអរគុណទៅដល់ភ្ញៀវកិត្តិយសអាយដាមជំទាវលោកស្រីដែលបានចំណាយពេលជួយចូលរួមក្នុងកម្មវិធីនេះហើយខ្ញុំក៏សូមអរគុណផងដែរដល់ក្រុមហ៊ុនស្ថាប័ននានាដែលបានចូលរួមឧបត្ថម្ភគ្រប់គ្រងជារង្វាន់សម្រាប់ការចាត់ឆ្នោតឬជាភេសជ្ជៈសម្រាប់ថ្ងៃនេះផងដែរដែលមានក្រុមហ៊ុន Manulife Cambodia បាទសូមអរគុណមានក្រុមហ៊ុន Daizu ហើយក៏សូមអរគុណដល់កម្មការលើសម្រាប់ Recycle និង Store ផងដែរហើយជាចុងក្រោយក៏សូមថ្លែងអំណរគុណដល់ក្រុមការងាររៀបចំកម្មវិធីទាំងអស់របស់យើងដែលបានធ្វើឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបានតាំងពីព្រឹកមិញមកបាទហើយក៏អរគុណទៅកាន់បណ្ដាញផ្សព្វផ្សាយ brand Bobby បាទនិងក្រុមការងារផ្នែកថតរូបថតវីដេអូរបស់យើងផងដែរបាទខ្ញុំសូមគោរពជូនពរដល់អាយដាមជំទាវChristian Rose ឯកអគ្គរដ្ឋទូតថ្មីរបស់កាណាដាប្រចាំនៅកម្ពុជាហើយក៏សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសយើងទាំងអស់លោកប្រសិទ្ធដែលអញ្ជើញមកទីនេះអាចគិតគូរទៅលើកត្តា3ពាក់ព័ន្ធនឹងការបញ្ជូនកូនមករៀននៅកាណាដានេះទីមួយគឺរឿងកត្តាគុណភាពចង់បញ្ជូនកូនឲ្យមករៀននៅសាលាដែលមានស្តង់ដារកម្រិតពិភពលោកហើយពីរឿងតម្លៃជាពិសេសតម្លៃការសិក្សាថ្លៃសាលាភាសាសម័យថ្លៃសាលាទី3គឺគិតគូរទៅលើរឿងនិរន្តរភាពចំណាយថាបញ្ជូនកូនមកចឹងចង់ឲ្យគាត់រៀនចប់តាមឲ្យចប់សាទីហើយអញ្ចឹង Next Step Canada របស់យើងគឺមានព័ត៌មាននិងមានជម្រើសដល់ជួរលោកស្រីដើម្បីអាចសម្រេចចំណុចអ្វីនៅលើនេះខ្ញុំសូមជម្រាបជូនថា Next Step Canada របស់យើងមានដៃគូកម្រិតឧត្តមសិក្សាជាង200សាលាដែលមានគាត់តែសាលាក្នុងគាត់បរៀនមុខជារហូតដល់ជាង2000ហើយក្នុងនោះមានកម្រិត college គឺបរៀនសិស្សឲ្យចេះធ្វើគឺគាត់ដល់ការប្រឹក្សាម្ដងពីច្រើនហើយមួយទៀតគឺកម្រិតសាកលវិទ្យាល័យហើយក៏យើងមានដៃគូនៅកម្រិតវិទ្យាល័យផងដែរវិទ្យាល័យខ្ញុំចែកជា2ទី1គេហៅថា day school គឺបរៀនសិស្សពេលថ្ងៃទៅហើយដល់ពេលកូនសិស្សរៀនចប់គាត់អត់ស្នាក់នៅសាលាគាត់ស្នាក់នៅជាមួយគ្រូសាកាណាដាតែផ្ទះគាត់នៅជិតសាលាចំណុចនេះសម្រាប់ជាជនមួយចំនួនដូចជាខាងជប៉ុនដូចខាងកូរ៉េខាងត្បូងដូចជាបារាំងដូចជាអាល្លឺម៉ង់ដូចជាអ៊ីតាលីអេស្ប៉ាញគឺគាត់ស្គាល់ហើយគាត់មានបទក្នុងការជួនកូនមករៀននៅ Day School នេះហើយកូនគាត់គឺនៅជាមួយនឹងគ្រូសាកាណាដាហើយវានឹងតែជាប្រពៃណីរបស់សង្គមកាណាដានេះដែលជួយរួមចំណែកនៅក្នុងការផ្សារទំនាក់ទំនងរវាងសង្គមកាណាដាជាមួយនឹងប្រទេសផ្សេងៗហើយសាលានេះគឺ boarding school នេះគឺបរិយាសិស្សហើយគឺផ្ដល់អាហារហើយនឹងផ្ដល់ការស្នាក់នៅជាមួយទៀតអញ្ចឹងការដែលយើងមានព័ត៌មានទាំងអស់នេះការដែលយើងមានជំរឿនទាំងអស់នេះគឺអាចឲ្យលោកស្រីទី1សូមប្រឡងរឿងគុណភាពគឺយើងសាលាដៃគូរបស់យើងគឺសុទ្ធតែមានគុណភាពហើយទី2ដែលសារមានជំរឿនអញ្ចឹងលោកស្រីអាចគិតគូរថាសាលានេះcollege រៀន2ឆ្នាំអញ្ចឹងអាចឲ្យលោកស្រីជួនកូនទៅសាលាដែលរៀន2ឆ្នាំហ្នឹងវាអត់ថាវិការល្មមឆាប់ចប់ហើយអានេះជួយលោកស្រីសម្រាប់គោលបំណងអ្វីរឿងនិរន្តរភាពមិនបាច់ចាំរៀន14ឆ្នាំឬ15ឆ្នាំនេះដែរអញ្ចឹងនេះគឺជាអ្វីដែល Next Step Canada អាចដល់ជួយបានហើយខ្ញុំចង់បង្កប់ទៅលើចំណុចមួយនេះទៀតដែរដែលលោកទស្សនីបានលើកខាងដើមគឺយើងមាន office មានការិយាល័យរហូតដល់12មួយនៅខាងកម្ពុជាមួយទៀតនៅខាងកាណាដាខ្ញុំជាអ្នកការនៅខាងកាណាដានេះហើយខ្ញុំនឹងគ្រូសាស្ត្រខ្ញុំនេះមកនៅកាណាដានេះចូលមកទស្សវត្សហើយសុទ្ធតែអ្នកឆ្លងកាត់ការសិក្សានៅកាណាដាគ្រូសាស្ត្រខ្ញុំក៏បានរៀននៅកាណាដានេះដែរហើយកូនខ្ញុំឥឡូវនេះរៀនថ្នាក់ទី9នៅសាលាដែលខ្ញុំកំពុងបន្តនេះជាសាលា Day School ហើយមួយទៀតចំពោះលោកខ្ញុំគឺខ្ញុំជាអ្នកខាងស្រុកអត់ធំនៅនឹងហើយបានមកនៅក្នុងពេញមុននឹងមកដល់កាណាដានេះអញ្ចឹងជារួម
ខ្ញុំដឹងវប្បធម៌ប្រពៃណីខ្មែរយើងហើយនឹងយកពីវប្បធម៌ហើយក៏យកដឹងពីសង្គមកាណាដាខ្ញុំជាស្ពានឆ្លងពីខាងខ្មែរនិងខាងកាណាដានេះអញ្ចឹងពេលដែលកូនលោកស្រីបានទទួលទឹកតការមកដល់ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
provide a special thank you to the Ambassador of Canada, Mr. Christian DeRoche, for being with us today. So just wanted to provide you with a bit more information about our program. Sorry I can't be there in person, but there's a few things that make our program special and a great option for you or your children. The Nova Scotia International Student Program has been around for 28 years. We're a provincial high school program. We work with public schools in Nova Scotia for students to come to our province for either 3, 5, 10, or multiple years of study. Our program is one of the most affordable programs in Canada. We're not operating like a business, we're operating like an exchange program, and we want as many students as possible from all over the world to come and learn about our culture and to teach our students about their culture. So we do try and keep our prices as affordable as possible, and we are one of the more affordable programs in Canada. One unique thing about public high school programs in Canada is that students live with Canadian homestay families, and so we work to find quality homestay families around Nova Scotia who want to host an international student in their home. Some might be families with young children, like myself, who want their kids to have that experience of learning about another culture and having a host brother or sister. Some will be older people who maybe miss having kids around. But in all cases, they welcome the international students into their home and treat them like their own children. And our rule of thumb is if we wouldn't put our own kids in the homestay, we won't put international students in there. So very high quality families who take very good care of our students. One other thing about our program that I think is very attractive and something to mention is our Pathways program. So you can actually graduate from Nova Scotia with a high school diploma in 1 year, provided you pass all your courses and you maintain a 70% average. In all your courses, you would receive an automatic. Của cho em trong phương hát ông nữ nè tạo vào tầng tay ba hát chẳng chưa có tình hai tiếng tới tôi chúc phúc mai quanh hai Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
và những gì chúng ta đối hay là bên thang quan phươngการងាររដ្ឋនេះឆាតគាត់នៅស្រុកខ្មែរគឺគាត់ធ្វើការនៅជាទីប្រឹក្សារបស់ក្រសួងនីតិក្រសួងតែអញ្ចឹងទទួលបានការទទួលស្គាល់ពីរដ្ឋាភិបាលរបស់យើងជាផ្នែកនៃសហគមន៍ផងដែរគឺជាស្ដេចរបស់អញ្ចឹងI think His Excellency Christian can add more the credibility and also the of this qualification. ការហ្នឹងគឺវាពីអូស្ត្រាលីជាមួយកាណាដាតែខ្ញុំមានគូសាងទៅទាំងពីរបាទហើយចំពោះខ្ញុំនិយាយទៅគឺទាំងពីរនេះគឺចំពោះខ្ញុំអត់មានអីមួយល្អមួយល្អគឺទាំងពីរនេះគឺល្អ ភាសាអង់គ្លេសហើយពីព្រោះខ្ញុំចង់ផ្ដល់ព័ត៌មានSo thank you for the question. So Canada does have a scholarship program called the SEED Scholarship Program, where we send Cameroon students for a semester